ខ្ញុំនឹកឃើញថាទៅសាកទៅមើលឆ្កែនឹងសិនថាមេវាហ្នឹងបានពំយកកូនហ្នឹងទៅទុកកន្លែងដែលត្រឹមត្រូវមានសុវត្ថិភាពមិនត្រូវទឹកភ្លៀងដែរឬក៏អត់ពេលដែលខ្ញុំធ្វើដំណើរទៅដល់គឺមេហ្នឹងមិនដឹងទៅណាទេគឺឃើញតែកូនឆ្កែស្រែកឡើងត្រហឹងព្រោះត្រូវទឹកភ្លៀងរងាញ័រញាក់ហើយនៅក្នុងបន្ទប់នេះក៏សិតទៅវល់នឹងមានមុខផងដែរបាទទឹកភ្លៀងជោគជាំគ្នាស្រែកយំតបប្រឡាក់ដីសមិសមោះហើយមានមុខខំអីផងនោះបន្ទាប់មកយកមកដាក់កន្លែងដែលมันមានភ្លៀងហើយមេវាពំយកបន្តទៅទៀតទៅដាក់នៅក្នុងបន្ទប់ដែលខ្ញុំដាក់អីវ៉ាន់នោះឃើញថាមានសុវត្ថិភាពខ្ញុំត្រីអសប្បាយរីករាយមែនតើខ្ញុំនឹកឃើញដល់ឆ្កែដែលមានកូនខ្ចីហើយពំកូនដាក់នៅបន្ទប់ដែលអត់មានដំបូលនៅបន្ទប់គុតថ្មដែលអត់មានដំបូលខ្លងស្ទៃពីលើនោះរហលរហែវហើយខ្ញុំនឹកឃើញថាទៅសាកទៅមើលឆ្កែនឹងសិនថាមេវាហ្នឹងបានពំយកកូនហ្នឹងទៅទុកកន្លែងដែលត្រឹមត្រូវមានសុវត្ថិភាពមិនត្រូវទឹកភ្លៀងដែរឬក៏អត់ពេលដែលខ្ញុំធ្វើដំណើរទៅដល់គឺមេហ្នឹងមិនដឹងទៅណាទេគឺឃើញតែកូនឆ្កែស្រែកឡើងត្រហឹងព្រោះត្រូវទឹកភ្លៀងរងាញ័រញាក់ហើយនៅក្នុងបន្ទប់នេះក៏សិតទៅវល់ខ្វែងខ្វាត់ហើយនឹងមានមុខផងដែរបាទទឹកភ្លៀងជោគជាំគ្នាស្រែកយំតទៅពីខ្ញុំជូនកូនឆ្កែនោះឃើញមេមកអត់លើមកព្រោះខ្ញុំញាក់ខ្ញុំជេរឆ្កែនឹងទៅបាទហើយពេលដែលខ្ញុំជួយសង្គ្រោះហើយយកមកដាក់នៅកន្លែងដែលខ្ញុំរើអូសចេញនោះបាទរើឈើចេញនោះក៏បន្ទាប់ក្រោយមកទៀតខ្ញុំទៅមើលកន្លែងខ្ញុំដាក់នោះក៏ឆ្កែនោះមេឆ្កែនោះក៏ពំកូនយកទៅមិនដឹងថាយកទៅណាទេខ្ញុំស្រាប់តែនៅពេលដែលខ្ញុំបើកបន្ទប់ដែលខ្ញុំដាក់អីវ៉ាន់ប្រើប្រាស់ដូចជាកៅអៅនៅក្នុងបន្ទប់នោះក៏ឃើញមេឆ្កែនោះយកកូនមកដាក់នៅក្នុងបន្ទប់ដែលខ្ញុំដាក់អីវ៉ាន់នោះហើយគ្រប់ឃើញមានសភាពស្រស់ថ្លាបាទហើយដេកមានខ្លះក៏ដេកហើយក៏គេមិនតាន់ដេកទេវាไปរមមេនឹងរកចំណីអាហារអីមិនដឹងបាទហើយខ្ញុំនៅពេលដែលបានសង្គ្រោះកូនឆ្កែទាំងអស់នោះពីភ្លៀងរលឹមជោគជាំមានទៅដោយសម្រាមប្រឡាក់ដីសមិសមោះហើយមានមុខខំអីផងនោះបន្ទាប់មកយកមកដាក់កន្លែងដែលมันមានភ្លៀងហើយមេវាពំយកបន្តទៅទៀតទៅដាក់នៅក្នុងបន្ទប់ដែលខ្ញុំដាក់អីវ៉ាន់នោះឃើញថាមានសុវត្ថិភាពខ្ញុំត្រីអសប្បាយរីករាយមែនតើ